ខ្ញុំគិតថាខ្ញុំនិយាយត្រូវហើយគ្រប់គ្នាមានទាំងអស់អរគុណព្រះអង្គម្ចាស់អរគុណលោកទេវតាតូចអរគុណចង់ញ៉ាំអ្វីទៀតទេខ្ញុំគ្រាន់តែព្រះអង្គម្ចាស់នឹងជួយខ្ញុំសាច់ញ៉ាំនេះមើលអរគុណពូកែណាស់កញ្ញាលីខ្ញុំនៅតែឆ្ងល់តើអ្នករករបស់ទាំងនេះមកពីណារបស់ចម្លែកបែបនេះលោកម្ចាស់ទិញស្បៀងមិនបានតែអាចទិញស្ករសកំហាប់ខ្ពស់បានសូកូឡាដែរឬអាចកំបាំងសួរមិនអាចគំរាមបានទេមកខាងនេះអ្នកនេះសម្រាប់ទៅបានត្រូវហើយត្រូវការគ្រាប់ពូជដែលដាំក្នុងអាកាសធាតុត្រជាក់បានគ្រាប់ពូជឆៃថាស្វ័យចង្កឹះនិងគូឆៃហើយនឹងសំតែកបៃតងសម្រាប់5ពន្លកត្រូវហើយមើលធ្វើបែបនេះដាក់ក្នុងទឹកក្តៅអ៊ុនសិនរួចដាក់សំតែកបៃតងចូលទុកឲ្យវាដុះពន្លកប្រហែល12ម៉ោងវានឹងដុះចេញជាពន្លកសំតែកថ្មីយើងសម្អាតដីកន្លែងនេះទៅដាំគូឆៃទៅគូឆៃនេះនឹងដុះឡើងវិញរហូតពេលកាត់កុំឲ្យប៉ះពាល់ដល់រើសវាអាចញ៉ាំបានយូរអ្នកគ្រប់គ្នាថាកញ្ញាលីនៅភោជនីយដ្ឋានជីវយុជាទេវតាមើលទៅប្រហែលជាពិតមែនក៏មិនមែនដែរខ្ញុំនៅមានសៀវភៅក្បួនដាំដុះកសិកម្មមួយក្បាលទៀតក្រៅពីរបៀបដាំក៏មានរបៀបប្រមូលផលដែរដូច្នេះរាល់ឆ្នាំទៅនឹងមានបន្លែផ្លែឈើស្រស់ញ៉ាំកញ្ញាពិតជាពូកែណាស់ទើបតែសរសេរកំណាព្យមិនមែនទេតើអ្នកកំពុងនិយាយពីអ្វីលោកឯងក៏ជាមនុស្សដែលត្រូវបានជ្រើសរើសដោយប្រទេសដែរមនុស្សដែលត្រូវបានជ្រើសរើសដោយប្រទេសតើនេះជាអ្នកបោកប្រាស់មែនទេអ្នកមានរឿងអ្វីទៀតកុំមើលមកខ្ញុំបែបនេះអីចង់ញ៉ាំអ្វីអ្នកកុំនិយាយទៀតអីយប់នេះប្រាប់ខ្ញុំមកខ្ញុំនឹងទិញឲ្យអ្នកទៀតកញ្ញាអ្នកពិតជាមានចិត្តមេត្តាណាស់ពួកយើងពិតជាសុំទោសអ្នកមិនអីទេរឿងចិត្តមេត្តាអ្វីនោះពួកយើងជាមួយអ្នកសុទ្ធតែដឹងចានឆ្នាំងដែលពួកយើងឲ្យអ្នករបស់ចាស់មិនមានតម្លៃប៉ុន្មានទេវត្ថុបុរាណដែលអ្នកឲ្យមកលក់មិនបានថ្លៃទេពិតជាមិនមានតម្លៃមែនតែតាមប្រាក់សន្សំរបស់ខ្ញុំកញ្ញាពួកយើងគ្មានអ្វីតបស្នងអ្នកទេខ្ញុំសូមជូនភួយនេះសូមឲ្យកញ្ញាបានជួបគូស្រករល្អមានកូនចៅច្រើនសម្រាប់បានកូនប្រុសដើម្បីអ្នកមកចៅ64នាក់ចៅអ្នកពិតជាគួរសមពេកហើយមកក្រោកឡើងភួយនេះខ្ញុំទទួលយកហើយរឿងផ្សេងទៀតមិនបាច់រំខានទេខ្ញុំនៅមានការទៅធ្វើការសិនហើយអរគុណអ្នកខ្ញុំទៅហើយស្បៀងអាហារគ្រប់គ្រាន់ប្រជាជននឹងមិនឃ្លានទេនឹងមិនមានការបះបោរទៀតមែនទេបញ្ហាប្រទេសជាតិអាចដោះស្រាយបានហើយមែនទេដើមឆ្នាំទី4កញ្ញាលី